មានណាគេបាន verify ផ្ទៀងផ្ទាត់តែរឿងនឹងពិតឬក៏មិនពិតអត់គាត់ត្រូវមានបច្ចេកវិទ្យា encryption គាត់ត្រូវមាន practice គាត់ត្រូវមាន training ការហ្វឹកហាត់នៅក្នុងក្រុមហ៊ុនជំរាបសួរប្រិមត្តស្វាគមន៍មកកាន់ EasyCom TikTok ថ្ងៃនេះយើងនឹងទៅជែកអំពីប្រធានបទសេចក្តីព្រាងច្បាប់ស្តីអំពីសន្តិសុខ Cyber និងបទកថាគតិយុត្តហើយថ្ងៃនេះផងដែរយើងមានភ្ញៀវកិត្តិយសអាដាមបណ្ឌិតកៅសុធិដែលជារដ្ឋលេខាធិការនៃក្រសួងប្រៃសណីទូរគមនាគមន៍ជំរាបសួរអាដាមបាទសូមជំរាបសួរចន្ទតាបាទអរគុណច្រើនអាដាមដែលបានចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការចូលរួមកម្មវិធី podcast ផងយើងថ្ងៃនេះមុននឹងយើងចូលទៅដល់ការទៅជែកអំពីសំណួរមួយចំនួននេះខ្ញុំសូមគោរពអញ្ជើញអាដាមជួយណែនាំខ្លួនខ្លីក៏ដូចជាទូនាទីដែលអាដាមបានបម្រើការងារបច្ចុប្បន្នបាទសូមអរគុណហើយសូមជំរាបសួរចន្ទតាហើយក៏សូមជំរាបសួរបងប្អូនរួមជាតិខ្ញុំបាទឈ្មោះកៅសុធិជារដ្ឋលេខាធិការពីក្រសួងប្រៃសណីទូរគមនាគមន៍ទូនាទីរបស់ខ្ញុំពាក់ព័ន្ធនឹងក្នុងការរៀបចំសេចក្តីព្រាងច្បាប់សន្តិសុខ Cyber នេះគឺខ្ញុំបានដឹកនាំក្រុមការងារជាមួយនឹងសហការីខ្ញុំក្នុងរៀបចំក្នុងការសិក្សាថាយើងគួររៀបចំក្របខ័ណ្ឌការគ្រប់គ្រងសន្តិសុខ Cyber យ៉ាងម៉េចដែលចេញជាសេចក្តីព្រាងច្បាប់នេះដើម្បីឲ្យប្រទេសកម្ពុជាយើងមានភាពរឹងមាំក្នុងការការពារសន្តិសុខ Cyber បាទអាដាមអរគុណច្រើនក្នុងការណែនាំខ្លីអាដាមដូចអាដាមមានប្រសាសន៍មិញអញ្ចឹងគឺតាក់ទងជាមួយនឹងក្រុមការងារបង្កើតនៅច្បាប់ Cyber ខ្ញុំចង់សូមអាដាមធ្វើបច្ចុប្បន្នភាពតាក់ទងជាមួយនឹងច្បាប់ Cyber យើងបន្តិចហើយតើច្បាប់ Cyber ផងយើងនេះគឺយើងបាទវត្ថុបំណងនៃច្បាប់ Cyber ហ្នឹងគឺដើម្បីបិទនៅចន្លោះប្រហោងឬក៏មានអ្វីដែលជួយទៅដល់អភិបាលកិច្ចនៃ Digital នៃប្រទេសកម្ពុជាផងយើងបាទសេចក្តីព្រាងសន្តិសុខ Cyber នេះឥឡូវគឺបានឆ្លងកាត់ក្រមរក្សាអ្នកច្បាប់នៅទីស្តីការគណៈរដ្ឋមន្ត្រីហើយជាជំហានបន្ទាប់គឺសេចក្តីព្រាងនេះយើងនឹងពិភាក្សាជាមួយនឹងក្រសួងយុទ្ធភ័ពទៅលើទោសបញ្ញត្តិបាទបន្ទាប់មកបានយើងបញ្ជូនទៅសភាហើយយើងបន្តនីតិវិធីបន្តទៀតតើយើងការពារសន្តិសុខ Cyber មកប្រទេសតើយើងការពារយ៉ាងម៉េចជាពិសេសនៅក្នុងយុគសម័យមួយដែលយើងហៅថាយុគសម័យ Digital ឬក៏យុគសម័យ AI ហើយជាពិសេសនៅពេលដែលមានការកំណត់ពីរាជរដ្ឋាភិបាលហើយពីការចាប់យកពីប្រជាពលរដ្ឋយើងនៅបច្ចេកវិទ្យា Digital ទៀតយើងដឹងហើយថារាជរដ្ឋាភិបាលយើងយកចិត្តទុកដាក់នៅក្នុងការជំរុញបរិវត្តកម្ម Digital ដើម្បីឲ្យសេដ្ឋកិច្ចនិងសង្គមរបស់យើងក្លាយជាសេដ្ឋកិច្ចសង្គមមួយ Digital ដើម្បីយើងអាចចាប់យកអត្ថប្រយោជន៍នៃបច្ចេកវិទ្យា Digital ប៉ុន្តែកាលណាយើងប្រើប្រាស់ឬក៏ចាប់យកបច្ចេកវិទ្យានេះក៏មានហានិភ័យមកជាមួយដែរនៅពេលដែលព័ត៌មានទាំងអស់លើកមុននៅលើกระดาษคล้ายទៅជាទិន្នន័យទៅលើក្នុងcyber space លំហ cyber នោះអញ្ចឹងក៏យើងមានហានិភ័យចុះបើគេមានការវាយលុកឬក៏ការ hack ព័ត៌មាននឹងទិន្នន័យនោះត្រូវបានបាត់ហើយអាចបង្កើតជាបញ្ហាដូច្នេះចាប់តាមពីសំណួរទី1តើយើងឆ្លើយតបទៅលើហានិភ័យទាំងនោះយ៉ាងម៉េចហើយតើយើងអាចការពារសន្តិសុខ cyber នៃប្រទេសយើងយ៉ាងម៉េចបាទអញ្ចឹងសេចក្តីព្រាងច្បាប់នេះពេលអនុម័តទៅគឺឆ្លើយតបទៅនឹងហានិភ័យនឹងឆ្លើយតបទៅនឹងសំណួរនឹងថាយើងការពារសន្តិសុខ cyber ប្រទេសយើងយ៉ាងម៉េចនៅក្នុងសេចក្តីព្រាងច្បាប់នេះគឺយើងផ្ដល់សិទ្ធិទៅឲ្យរាជរដ្ឋាភិបាលដើម្បីរាជរដ្ឋាភិបាលកំណត់ថាមានអង្គភាពណាខ្លះដែលសំខាន់សម្រាប់ប្រទេសជាតិអង្គភាពដែលមានហេដ្ឋារចនាសម្ព័ន្ធ infrastructure សំខាន់បំផុតដែលបើថាហេដ្ឋារចនាសម្ព័ន្ធនោះ down មិនដំណើរការគឺប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឬក៏ការអភិវឌ្ឍសន្តិសុខឬក៏សង្គមយើងអាចសម័យថាឥឡូវឧទាហរណ៍ដូចបើធនាគារមួយចំនួន down បាទมันមានប្រតិបត្តិការអញ្ចឹងគឺចំណូលឬក៏ដំណើរសេដ្ឋកិច្ចរបស់ប្រទេសយើងគឺខាតសូម្បីតែ down មិនប្រតិបត្តិការ1ម៉ោងរាប់លានដុល្លារត្រូវបានបាត់បង់អញ្ចឹងអាចហេដ្ឋារចនាសម្ព័ន្ធដូចធនាគារដូចក្រុមហ៊ុនទូរគមនាគមន៍និយាយចំទៅគឺក្រុមហ៊ុនសំខាន់អាចក្លាយទៅជាអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ហើយបើគាត់ជាអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់នោះដែលរាជរដ្ឋាភិបាលកំណត់អញ្ចឹងគាត់ត្រូវមានកាតព្វកិច្ចបន្ថែមនៅក្នុងច្បាប់គឺកាតព្វកិច្ចសន្តិសុខ Cyber ឧទាហរណ៍គាត់ត្រូវមានបច្ចេកវិទ្យា encryption ការពារទិន្នន័យព័ត៌មានរឹងមាំរឹងជាងស្ថាប័នធម្មតាគាត់ត្រូវមាន practice គាត់ត្រូវមាន training ការហ្វឹកហាត់នៅក្នុងក្រុមហ៊ុនគាត់យ៉ាងម៉េចនឹងគឺមានការកំណត់ក្នុងច្បាប់
បាទអរគុណអាយដាមមិញអាយដាមបានបញ្ជាក់តាក់ទងជាមួយនឹងក្រុមហ៊ុនជាពិសេសក្រុមហ៊ុនឯកជនដែលស្ថិតនៅក្នុងការកំណត់ពេលដែលច្បាប់យើងអនុម័តទៅតើលោកនឹងមានទូនាទីក្នុងការការពារបាទខាងប្រព័ន្ធ cyber ហ្នឹងនៅក្នុងកម្រិតណាចង់ត្រឡប់មកវិញថាតើវិស័យឯកជនវិញពេលដែលច្បាប់អនុម័តតើលោកមានទូនាទីបែបម៉េចដើម្បីធ្វើម៉េចឲ្យអនុលោមទៅតាមច្បាប់ទី1ទី2នៅក្នុងនាមជាក្រសួងប្រៃសណីទូរគមនាគមន៍ដែលជាក្រសួងអាណាព្យាបាលហ្នឹងតើក្រសួងមានទូនាទីគេខ្លះនៅក្នុងការជួយទៅឲ្យស្ថាប័នទាំងអស់នោះបាទ បាទកាតព្វកិច្ចធំខ្ញុំអាចនិយាយគឺទី1នៅក្នុងសេចក្តីព្រាងច្បាប់នេះកំណត់ថាបើរាជរដ្ឋាភិបាលចង់អុលថាក្រុមហ៊ុនអ្នកឯងសំខាន់ហេដ្ឋារចនាសម្ព័ន្ធនឹងគឺសំខាន់បើក្រុមហ៊ុននឹងអត់មានប្រតិបត្តិការគឺប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចអភិវឌ្ឍសង្គមអញ្ចឹងកាលណារាជរដ្ឋាភិបាលគាត់កំណត់គាត់មានកាតព្វកិច្ចលើសគេហើយ បាទ ហើយកាតព្វកិច្ចលើសហ្នឹងគឺដោយសារតែសារៈសំខាន់នៃអង្គភាពគាត់ហ្នឹងអញ្ចឹងនៅពេលដែលគាត់មានកាតព្វកិច្ចគាត់ត្រូវតាមសេចក្តីព្រាងច្បាប់នេះគឺអនុវត្តតាមគោលការណ៍ណែនាំមួយគោលការណ៍ណែនាំដែលយើងបានកំណត់ក្នុងច្បាប់ហ្នឹងអឺដូចជាគាត់ត្រូវវឹកហាត់ បាទ មន្ត្រីឬក៏បុគ្គលិករបស់គាត់នៅក្នុងក្រុមហ៊ុនហ្នឹងឲ្យចេះឲ្យយល់ដឹងអំពីសន្តិសុខ cyber យើងហៅថា cyber security training អីចឹងទី2គាត់អាចត្រូវadopt ទទួលយកកាតព្វកិច្ចមួយចំនួនដូច្នេះដូចនៅពេលដែលគាត់ជួលសេវា cloud អីគាត់ត្រូវរើសសេវា cloud ដែលមានសន្តិសុខរឹងមាំឬក៏មានអាជ្ញាប័ណ្ណពីក្រសួងប្រៃសណីទូរគមនាគមន៍ បាទ ហើយទី3គឺគាត់ត្រូវ adopt ទទួលយកទម្លាប់មួយចំនួននៅពេលដែលគាត់មិនត្រឹមតែរឿងបច្ចេកវិទ្យាទេប៉ុន្តែរឿងមនុស្សផងដែរ បាទ ឧទាហរណ៍គាត់ត្រូវពន្យល់ឬក៏ណែនាំទៅបុគ្គលិកគាត់ជាឧទាហរណ៍ជាក់ស្ដែងទេនៅពេលដែលមាន password លេខកូដសម្ងាត់អីមិនសរសេរលើกระดาษទោះបីលេខកូដសម្ងាត់គឺល្អមិនក៏ដោយប៉ុន្តែកុំសរសេរនៅលើกระดาษហើយយកกระดาษហ្នឹងទៅបិទលើកុំព្យូទ័រអញ្ចឹងទោះបីមានបច្ចេកវិទ្យាល្អមិនក៏ដោយក៏ការពារមិនចេញដែរ បាទ ព្រោះបើយើងអត់មានទម្លាប់ឬក៏ training អីត្រឹមត្រូវនោះ គេលោកគាត់គិតថាអីសរសេរទៅស្រួលចាំជាងឯអាដាម បាទប៉ុន្តែហ្នឹងក៏ប្រកាសជាហានិភ័យមួយដែរ បាទបាទ ហើយអញ្ចឹងគាត់ត្រូវអឺធ្វើអនុលោមតាមកាតព្វកិច្ចទាំងអស់នេះទី1ទី2ជាប្រចាំឆ្នាំគាត់ត្រូវបញ្ជូនរបាយការណ៍វាតម្លៃហានិភ័យ បាទ នៃក្រុមហ៊ុនរបស់គាត់ដែលយើងហៅថា risk assessment បាទ report ហើយរាល់2ឆ្នាំម្ដងគាត់ត្រូវដាក់បញ្ជូននៅរបាយការណ៍ audit ធ្វើសវនកម្មដែលមានភាពទូលំទូលាយជាងហើយទាំងអស់នេះគឺប្រតិកលាជាមួយនឹងក្រសួងប្រៃសណីទូរគមនាគមន៍ដែលគាត់ដើរតួជានាយកនៅក្នុងវិស័យនេះជាក្រសួងអាណាព្យាបាលក្នុងការពិនិត្យមើលទៅលើសន្តិសុខ cyber បាទ អញ្ចឹងកាលណាគាត់បញ្ជូនរបាយការណ៍គឺក្រសួងប្រៃសណីទូរគមនាគមន៍យើងបន្តតាមដានជាពិសេសអង្គភាពណាដែលរដ្ឋាភិបាលកំណត់ថាសំខាន់ហ្នឹងថាតើគាត់មានបានបន្តតាមដានហានិភ័យសន្តិសុខ cyber ដែលគាត់មាននៅក្នុងក្រុមហ៊ុនគាត់ហើយគាត់ឆ្លើយតបយ៉ាងម៉េចហើយគាត់ត្រូវការជំនួយ បាទ ពីក្រសួងដែរឬទេកាតព្វកិច្ចចុងក្រោយដែលសប្តាហ៍ថ្ងៃគឺយើងអត់មានហើយបានហើយសេចក្តីព្រាងច្បាប់នេះមានគោលបំណងឆ្លើយតបចន្លោះប្រហោងនោះគឺការរាយការណ៍នៅពេលដែលមានឧប្បត្តិហេតុអញ្ចឹងនៅពេលដែលមាន cyber security incident ឬក៏ឧប្បត្តិហេតុសន្តិសុខ cyber គឺយើងអត់ទាន់មានច្បាប់ណាដែលមានលក្ខណៈ comprehensive ដែលបង្កើតជាកាតព្វកិច្ចរាយការណ៍ទេហើយអញ្ចឹងនៅក្នុងករណីនេះបើមានឧប្បត្តិហេតុមួយដូចគេវាយលុកឬក៏ជួនកាលករណីខ្លះមិនមែនគេវាយលុកទេប៉ុន្តែដូចរឿង CrowdStrike បាទ គឺមិនមែនគេវាយលុកទេប៉ុន្តែដោយសារ update patch បាទ ខុសខ្លួនឯងហើយចឹងទៅធ្វើឲ្យម៉ាស៊ីនគាំងទៅអស់ blue screen បាទ blue screen អាហ្នឹងក៏បង្កើតជាឧបទ្ទហេតុមួយដែរ បាទ អញ្ចឹងការណាបង្កើតជាឧបទ្ទហេតុធ្វើឲ្យប៉ះពាល់ដំណើរការសេដ្ឋកិច្ចសង្គមរបស់យើងក៏ត្រូវមានការរាយការណ៍ដើម្បីក្រសួងហើយនឹងរដ្ឋាភិបាលអាចមានព័ត៌មានហ្នឹងនឹងឆ្លើយតបជួយទៅដល់ក្រុមហ៊ុនទាំងនោះដែលយើងបានជារដ្ឋាភិបាលកំណត់ពីមុនមកថាជាអង្គភាពដែលមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ បាទ អញ្ចឹងគាត់មានកាតព្វកិច្ចមួយចំនួនធំតែសុទ្ធតែពួកគាត់សិតតែក្រុមហ៊ុនធំទេនេះគឺខ្ញុំសូមបញ្ជាក់កាតព្វកិច្ចនេះគឺមិន apply
អនុវត្តចំពោះ SME ទេក្រុម បាទ ហ៊ុនតូចៗទេគឺ បាទ តែក្រុមហ៊ុនណាដែលរដ្ឋាភិបាលកំណត់ថាមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ហើយយើងអាចសម្រេចថាអាចធនាគារអាចក្រុមហ៊ុនប្រតិបត្តិការទូរគមនាគមន៍ជាដើម បាទមានន័យថាក្រុមហ៊ុនដែលគាត់បម្រើទៅដល់សេដ្ឋកិច្ចសំខាន់ៗនៅក្នុងប្រទេសកម្ពុជាផងយើងអាយដាមខ្ញុំចាប់អារម្មណ៍អាយដាមមានប្រសាសន៍តាក់ទងជាមួយនឹងការរាយការណ៍ទៅលើឧបទ្ទវហេតុខ្ញុំជឿថាការរាយការណ៍មិនអាចធ្វើតែជាស្ថាប័នឯករាជ្យណាមួយមិនន័យថាជាស្ថាប័នមួយទេមានការចូលរួមសហប្រតិបត្តិការពីអន្តរក្រសួងក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធអញ្ចឹងខ្ញុំចាំបានថានៅប្រទេសកម្ពុជាយើងមានគណៈកម្មការសន្តិសុខ Digital អញ្ចឹងចង់ឲ្យអាដាមជួយជំរាបបន្តិចថាតើគណៈកម្មការហ្នឹងយើងធ្វើឡើងដើម្បីគោលបំណងអីហើយធ្វើម៉េចដើម្បីឲ្យស្ថាប័នឬក៏អង្គភាពពាក់ព័ន្ធហ្នឹងគាត់សហប្រតិបត្តិការគ្នាបានបាទដើម្បីយើងអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាយើងដែរបាទបាទដោយអ្វីដែលចំណានបានលើកឡើងគឺត្រឹមត្រូវហើយរឿងនៅក្នុងវិស័យ cyber នេះគឺរឿងអន្តរក្រសួងហើយជារឿងយើងទាំងអស់គ្នា បាទ ហើយដូច្នេះរាជរដ្ឋាភិបាលតាមរយៈអនុក្រឹត្យក្នុងបានបង្កើតនៅគណៈកម្មការសន្តិសុខ Digital ដែលស្ថិតនៅក្រោមក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម Digital ហើយគណៈកម្មការសន្តិសុខ Digital នេះមានសម្ដេចមហាបវរនាយករដ្ឋមន្ត្រីជាប្រធាននៃគណៈកម្មការនេះហើយគោលបំណងនៃគណៈកម្មការនេះគឺដើម្បីមានការសម្រេចពីកម្រិតថ្នាក់ជាតិមួយទៅលើប្រធានបទរឿង cyber សំខាន់ហើយជាវេទិកាមួយដើម្បីអាចមានកិច្ចសហការរវាងអង្គភាពជាច្រើនអញ្ចឹងនៅក្រោមអ្វីដែលសំខាន់គឺនៅក្រោមគណៈកម្មការនេះគឺមានអគ្គលេខាធិការឋានមួយដើម្បីសម្របសម្រួលការងារឆ្លងអង្គភាពប៉ុន្តែអ្វីដែលសំខាន់នោះគឺនៅក្រោមគណៈកម្មការនេះគឺមានអង្គភាព4ហើយអង្គភាព4នោះអង្គភាពនីមួយៗគឺត្រូវបានគ្រប់គ្រងនឹងដឹកនាំដោយក្រសួងស្ថាប័នរបស់ខ្លួនបាទអញ្ចឹងនៅអង្គភាព4នោះគឺមានអង្គភាពសន្តិសុខ Cyber ដែលនៅក្រោមក្រសួងប្រៃសណីយទូរគមនាគមន៍មានអង្គភាពប្រឆាំងឧក្រិដ្ឋកម្ម Cyber ដែលដឹកនាំគ្រប់គ្រងដោយក្រសួងមហាផ្ទៃហើយមានអង្គភាពការទូត Cyber ដែលគ្រប់គ្រងនឹងដឹកនាំដោយក្រសួងការបរទេសហើយនឹងចុងចប់គឺអង្គភាពការពារ Cyber Defense ការពារខាង Cyber ដែលគ្រប់គ្រងដោយក្រសួងការពារជាតិបាទអញ្ចឹងយើងមាន4អង្គភាពនៅសំខាន់ហើយនេះជាយន្តការមួយរបស់រាជរដ្ឋាភិបាលព្រោះពេលខ្លះខ្ញុំសូមឲ្យឧទាហរណ៍នៅពេលដែលឥឡូវឧទាហរណ៍ឧបទ្ទហេតុសន្តិសុខ Cyber កើតមានឡើងនៅក្រុមហ៊ុនទូរគមនាគមន៍មួយបាទឧទាហរណ៍ទេអត់មានបានកើតឡើងប៉ុន្តែគ្រាន់តែជាឧទាហរណ៍មានការវាយលុកមួយអង្គភាពនោះរដ្ឋាភិបាលត្រូវបានកំណត់ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ហើយការវាយលុកនោះគឺមកពីឧក្រិដ្ឋជនអញ្ចឹងគឺវាពាក់ព័ន្ធពីរហើយអង្គភាពសន្តិសុខ Cyber គាត់គិតគូរដោយសារតែអង្គភាពនេះជាហេដ្ឋារចនាសម្ព័ន្ធសំខាន់អញ្ចឹងគាត់ចោះទៅមានឧក្រិដ្ឋជនគាត់បានប្រើប្រាស់ប្រព័ន្ធ Cyber ក្នុងការ hack អញ្ចឹងមានការប្រព្រឹត្តបទល្មើសអញ្ចឹងខាង Cyber Crime Police ខាងក្រសួងមហាផ្ទៃក៏គាត់ចោះទៅដែរហើយនៅពេលដែលយើងចោះយើងសហការគ្នាចែករំលែកព័ត៌មានប៉ុន្តែគោលបំណងគឺខុសគ្នាខាង Police ខាង Cyber Crime គោលបំណងគាត់ពេលគាត់ចោះទៅគាត់សួរគាត់ប្រមូលព័ត៌មានដើម្បីទៅចាប់ចោលនៅពេលដែលខាងសន្តិសុខ Cyber ចោះទៅយើងប្រមូលព័ត៌មានហើយយើងសួរម្ចាស់កន្លែងអង្គភាពហេតុអីមកមានរឿងនឹងកើតឡើងដោយសារតែដើម្បីឲ្យសេវានឹងដើរឡើងវិញទី1ទី2ដើម្បីនៅថ្ងៃមុខតើហេតុអីបានយើងបានកំណត់នៅក្នុងច្បាប់ឧទាហរណ៍ដើម្បីសង់របងយើងត្រូវដាក់ encryption យើងត្រូវ train ចេះហើយហេតុអីបាននៅមានចន្លោះប្រហោងដែលគេវាយលុកបានអញ្ចឹងមួយគឺសួរម្ចាស់អង្គភាពដើម្បីចាប់ចោលមួយទៀតសួរអំពីរឿងថាមិនបានការពារគេចូលមកបានហើយយើងអាចធ្វើអីនៅថ្ងៃអនាគតដើម្បីពង្រឹងសន្តិសុខ Cyber ឲ្យបានរឹងមាំជាងហ្នឹងបាទអាយដាមអរគុណច្រើននៅក្នុងការផ្ដល់ជាព័ត៌មានខ្ញុំគិតថាសំខាន់មែនទែននៅក្នុងការធ្វើសហប្រតិបត្តិការរវាងអន្តរក្រសួងអញ្ចឹងក៏លេចមកកាន់ច្បាប់ផងយើងវិញដោយសារតែយើងមាន
ការធ្វើការងារមួយចំនួនតាក់ទងនឹងការបាទប្រទេសផ្សេងទៀតបាទនៅក្នុងតំបន់ក៏ដូចជានៅអន្តរជាតិចង់ដឹងអំពីច្បាប់ផុនយើងតើយើងធ្វើម៉េចដើម្បីដឹងថាច្បាប់ផុនយើងហ្នឹងគឺស្របទៅតាមស្តង់ដារតំបន់ហើយយើងត្រៀមខ្លួនរួចស្រេចនៅក្នុងការចូលជាមួយនឹងខាងអន្តរជាតិបាទអឺនៅពេលដែលខ្ញុំនិងសហការីរបស់ខ្ញុំរៀបចំសេចក្តីព្រាងច្បាប់នេះគឺយើងបានធ្វើការសិក្សាអឺដើម្បីធ្វើម៉េចធានាថានៅពេលដែលយើងអនុវត្តអឺក្នុងកិច្ចការពារសន្តិសុខ Cyber នោះគឺមិនខុសពីឧត្តមមានវត្ត best practice អឺនៅឆាកអន្តរជាតិអញ្ចឹងយើងបានសិក្សាទៅលើច្បាប់នៃប្រទេសនៅក្នុងតំបន់យើងបានសិក្សាច្បាប់នៃប្រទេសនៅបណ្ដាជាពិសេសប្រទេសដែលគាត់មានសន្តិសុខ Cyber ខ្ពស់នៅបណ្ដាប្រទេសនៅក្នុងពិភពលោកហើយយើងក៏បានធ្វើ study visit ជួបជាមួយនឹងនាយកកសន្តិសុខ Cyber នៅប្រទេសនានាផងដែរអឺហើយក្នុងការរៀបចំសេចក្តីព្រាងច្បាប់នេះក៏យើងក៏បានសហការជាមួយនឹងអូស្ត្រាលីផងដែរមិនត្រឹមតែទៅជួបនាយកអូស្ត្រាលីខាងផ្នែកសន្តិសុខ Cyber ហើយ Cyber Crime យើងបានទៅជាមួយនឹងក្រសួងមហាផ្ទៃទៅជួបដើម្បីស្វែងយល់ពីការអនុវត្តនៅអូស្ត្រាលីហើយដើម្បីទទួលធាតុចូលពីគាត់ផងដែរទៅលើសេចក្តីព្រាងច្បាប់យើងពីព្រោះអ្វីដែលចំណាំបានលើកឡើងនោះគឺសំខាន់យើងចង់អនុវត្តកិច្ចការពីសន្តិសុខ Cyber ហើយក្នុងគោលបំណងមួយដែលនៅពេលដែលច្បាប់នេះចេញហើយយើងអាចសហការជាមួយគេបានពីព្រោះការវាយលុកសន្តិសុខ Cyber នេះគឺមិនត្រឹមតែអាចមានហានិភ័យការវាយលុកក្នុងប្រទេសទេប៉ុន្តែដោយសារតែយុគសម័យ Digital ហើយលក្ខណៈពិសេសរបស់ខាងលំហ Cyber នេះគឺវារឿងឆ្លងដែនច្រើនអញ្ចឹងរឿងយុទ្ធសាស្ត្រអីក៏វាពាក់ព័ន្ធដែរដែលចាំបាច់តម្រូវឲ្យមានកិច្ចសហការខ្ពស់នោះដូច្នេះការរៀបចំសេចក្តីព្រាងច្បាប់យើងបានសិក្សាហើយយើងបាន engage តាក់ទងធ្វើទំនាក់ទំនងជាមួយនឹងនាយកជាច្រើនទី2យើងតែងតែចូលរួមដូចនៅពេលដែលប្រជុំអាស៊ានរឿងសន្តិសុខ Cyber ឬក៏ប្រជុំអាស៊ានកម្រិតរដ្ឋមន្ត្រីរឿង Digital គឺយើងនឹងក្រុមការងារយើងតែងតែសកម្មនិងមានភាពស្វាហាប់ក្នុងការចូលរួមជជែកអំពីធ្វើម៉េចកិច្ចការងាររបស់យើងគឺមានលក្ខណៈអន្តរប្រតិបត្តិការបាទហើយអាស៊ានក៏គាត់កំពុងគិតរឿងនេះដែរបានជាឥឡូវក៏មានកិច្ចចរចាមួយក្នុងការរៀបចំកិច្ចព្រមព្រៀង DIFA Digital Economy Framework Agreement ដើម្បីមិនត្រឹមតែរឿងសន្តិសុខ Cyber ទេតែរឿង Digital ផ្សេងៗក៏មានលក្ខណៈ interoperable អន្តរប្រតិបត្តិការដែរបាទអាយដាមអរគុណច្រើនអាយដាមខ្ញុំជឿថាការធ្វើច្បាប់មួយមិនមានភាពងាយស្រួលប្រហែលទេចង់អាយដាមជំរាបតិចមើលតើបញ្ហាប្រឈមយើងហ្នឹងយើងបានប្រឈមអីគេខ្លះហើយតើក្នុងនាមអាយដាមជាដឹកនាំជាអ្នកដឹកនាំក្រុមការងារហ្នឹងតើដោះស្រាយបញ្ហាហ្នឹងបែបម៉េចដើម្បីឲ្យច្បាប់យើងនឹងចិត្តនឹងអនុម័តឆាប់ៗហ្នឹងបាទអឺខ្ញុំអាចនិយាយថាចេះថាมันមានបញ្ហាប្រឈមក្នុងការរៀបចំសេចក្តីព្រាងច្បាប់ទេប៉ុន្តែខ្ញុំចាត់ទុកថាយើងអាចថាបញ្ហាប្រឈមក៏បានប៉ុន្តែខ្ញុំយល់ឃើញថាវាជា part of the process បាទគឺដំណើរនីតិវិធីគឺត្រូវតែយើងត្រូវតែឆ្លងរឿងទាំងអស់ហ្នឹងហើយអ្វីដែលយើងត្រូវឆ្លងហ្នឹងគឺទី1យើងត្រូវធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅនិងទូលំទូលាយយើងត្រូវជួប expert ជាច្រើនជាពិសេសអ្នកដែលមានបទពិសោធន៍ក្នុងការអនុវត្តពីព្រោះជួនកាលអ្វីដែលយើងស្រាវជ្រាវទៅលើសេចក្តីព្រាងច្បាប់របស់គេជាការអនុវត្តវាអាចរឿងផ្សេងឬក៏ជួនកាលគេបានអនុម័តសេចក្តីព្រាងច្បាប់ផងគេហើយប៉ុន្តែគេឆ្លងកាត់មេរៀនជាច្រើនអញ្ចឹងយើងចង់ដកស្រង់មេរៀនរបស់គេដើម្បីពេលយើងសរសេរច្បាប់ក្រោយគេគឺយើងបានស្រូបយកនិងទទួលយកមេរៀនទាំងអស់ហ្នឹងហើយធ្វើឲ្យច្បាប់យើងកាន់តែអាចថា modern ហើយនឹងឆ្លើយតបជាមួយបញ្ហាឥឡូវហ្នឹងបាទអឺដំណើរបន្តមកទៀតដែលយើងត្រូវប្រើរយៈពេលគឺយើងត្រូវពិភាក្សាជាមួយអន្តរក្រសួងយើងត្រូវ align គ្នាជាមួយនឹងច្បាប់នៅក្នុងស្រុកច្បាប់ផ្សេងហើយយើងជាពិសេសត្រូវ set និងពិភាក្សាអំពី expectation អំពីការរំពឹងទុកពីព្រោះនៅពេលដែលសេចក្តីព្រាងច្បាប់នេះចេញការអនុវត្តគឺយើងអនុវត្តទាំងអស់គ្នាមិនមែនអនុវត្តទៅក្រសួង Pricing to Game វាជាច្បាប់របស់ជាតិអញ្ចឹងការសរសេរច្បាប់ត្រូវប្រើរយៈពេលមួយហើយប៉ុន្តែមួយទៀតគឺការពិភាក្សាហើយនេះជាចំណុចសំខាន់បំផុត
ដើម្បីនៅពេលដែលចេញក្រសួងស្ថាប័នផ្សេងមានកិច្ចសហការជាមួយគ្នាហើយដឹងថាមានការរំពឹងថាយើងគួរអនុវត្តយ៉ាងម៉េចដើម្បីសេចក្តីព្រាងច្បាប់នេះឬក៏ច្បាប់នេះអនុវត្តបានជោគជ័យ បាទអាយដាមបាទតាមប្រសាសន៍អាយដាមយើងឃើញថាមានការធ្វើការងារតាក់ទងជាមួយនឹងពីរដ្ឋាភិបាលមួយទៅរដ្ឋាភិបាលមួយពីក្រសួងមួយទៅក្រសួងមួយទៀតយើងក៏លេចមកកាន់សាធារណជនយើងម្ដងដើម្បីឲ្យមានទំនុកចិត្តពីសាធារណជនហើយច្បាប់ផងយើងមានប្រសិទ្ធភាពហើយតើក្នុងនាមអាយដាមជាក្រុមការងាររៀបចំហ្នឹងតើយើងធ្វើបែបម៉េចដើម្បីយើងទទួលបានទំនុកចិត្តពីសាធារណជនផងយើងវិញបាទនៅក្នុងសេចក្តីព្រាងច្បាប់នេះឥឡូវយើងមានអន្តរបញ្ញត្តិមួយដែលយើងកំណត់ថានៅពេលដែលច្បាប់នេះបានអនុម័តហើយគឺមិនទាន់អនុវត្តទេតតែ2ឆ្នាំហើយដោយសារតែនៅពេលដែលយើងរៀបចំច្បាប់សេចក្តីព្រាងច្បាប់នេះគឺយើងមិនចង់រៀបចំហើយជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ឬក៏អង្គភាពទាំងនោះគឺធ្វើមកខុសហើយពិន័យធ្វើមកខុសពិន័យនេះមិនមែនជាគោលបំណងនៃច្បាប់ទេគោលបំណងនៃច្បាប់គឺយើងចង់ធ្វើឲ្យ comply មានអនុលោមភាពអញ្ចឹងក្នុងរយៈពេល2ឆ្នាំហ្នឹងអ្វីដែលចិន្តាបានសួរអ្វីដែលសារៈសំខាន់ជាកិច្ចការងារធំបំផុតពាក់ព័ន្ធនឹងរឿងច្បាប់សន្តិសុខ Cyber នេះក្នុងរយៈពេល2ឆ្នាំនេះរបស់ក្រសួងដោយមានការចូលរួមនឹងកិច្ចសហការជាមួយក្រសួងស្ថាប័នផ្សេងៗនោះគឺ raising awareness គឺការផ្សព្វផ្សាយនៅសេចក្តីព្រាងនៅច្បាប់នេះនៅសេចក្តីព្រាងច្បាប់នេះឲ្យបានទូលំទូលាយហើយជាពិសេសធ្វើការជាមួយនឹងក្រុមហ៊ុនជាមួយនឹងអង្គភាពណាដែលមើលទៅប្រហែលជារាជរដ្ឋាភិបាលនឹងកំណត់ជាអង្គភាពហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ហើយធ្វើការជាមួយគាត់ដើម្បីពន្យល់បកស្រាយនិងផ្សព្វផ្សាយនៅកាតព្វកិច្ចនៅក្នុងសេចក្តីព្រាងច្បាប់នេះហើយរៀនពីគាត់វិញទទួលយកពីគាត់វិញអំពីតម្រូវការរបស់គាត់ហើយធាតុចូលរបស់គាត់បន្ថែមអំពីdetail ការអនុវត្តច្បាប់ហ្នឹងថាគាត់អាចអនុវត្តបានកម្រិតណាឥឡូវហ្នឹងហើយក្នុងរយៈពេល2ឆ្នាំហ្នឹងគឺគាត់អាចត្រៀមខ្លួនយ៉ាងម៉េចដើម្បីនៅពេលដែលយើងចាប់ផ្ដើមអនុវត្តក្រោយពេលច្បាប់នឹងអនុម័តហើយអនុវត្ត2ឆ្នាំក្រោយគឺអនុវត្តបានជោគជ័យបាទហើយក្នុងរយៈពេលនឹងផងដែរចំពោះសាធារណជនច្បាប់នេះគឺផ្ដោតជាពិសេសទៅលើក្រុមហ៊ុនធំៗឯងគឺក្រុមហ៊ុនណាដែលជាអង្គភាពសំខាន់នោះអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់នោះប៉ុន្តែ SMME សាធារណជនទូទៅគឺច្បាប់នេះប្រហែលជាមិនអនុវត្តលើគាត់ទេគាត់មិនមានកាតព្វកិច្ចទេទោះបីយ៉ាងនេះក្តីក៏ក្រសួងប្រៃសណីយកម្មគមន៍យើងសប្តាហ៍ថ្ងៃហើយក៏កំពុងធ្វើការផ្សព្វផ្សាយនិងផ្សព្វផ្សាយតាមរយៈសង្គមអនឡាញហើយផ្សព្វផ្សាយតាមរយៈសិក្ខាសាលាក៏ដោយគឺ best practice អ្វីដែលគាត់គួរដឹងអំពីហានិភ័យសន្តិសុខ Cyber ដោយឥឡូវយើងទទួលសារតាម Telegram មានការចង់ឆោបោកលួចយក account អីគឺសាធារណជនគាត់ត្រូវ aware រឿងហ្នឹងអញ្ចឹងគាត់ត្រូវសកម្មក្នុងការទទួលយកព័ត៌មានទាំងអស់ហ្នឹងតែខាងក្រសួងគឺយើងបន្តផ្សព្វផ្សាយហើយនឹងengage មានទំនាក់ទំនងជាមួយគាត់ហើយនឹងរៀបចំសិក្ខាសាលាដើម្បីជាពិសេសរំលេចទៅលើហានិភ័យសន្តិសុខ Cyber សប្តាហ៍ថ្ងៃនោះបាទខ្ញុំសូមចូលមកសំណួរទៀតអាដាមដោយសារខ្ញុំចាប់អារម្មណ៍តាក់ទងមួយច្បាប់ហ្នឹងមិនទាន់អនុម័តទៅលើស្ថាប័ន SME ណាតែបើសិនជា SME គាត់មានចក្ខុវិស័យវែងឆ្ងាយគាត់អត់ចង់នៅទូចទៀតទេគាត់ចង់ទៅធំនៅ5ឆ្នាំ10ឆ្នាំទៅមុខទៀតតើគាត់គួរតែគិតអំពីច្បាប់ពីឥឡូវទៅដើម្បីអនុលោមបានន័យថាអនុលោមតាំងពីជំហានដំបូងរហូតដល់10ឆ្នាំទៀតគាត់ខ្លាចទៅជាក្រុមហ៊ុនធំឬមួយក៏គាត់ត្រូវធ្វើម៉េចបាទការដែលមានការអនុវត្តសន្តិសុខ Cyber នៅក្នុងក្រុមហ៊ុនរបស់ខ្លួនទូចឬក៏ធំក៏ដោយជារឿងមួយដែលល្អវាជាបើ term ដែលគេពាក្យបច្ចេកទេសដែលគេប្រើគឺ cyber security hygiene ឬក៏ cyber security habits ជាទម្លាប់សន្តិសុខ Cyber គឺល្អពីព្រោះទោះបីគាត់អត់មានកាតព្វកិច្ចក្នុងការអនុវត្តតម្រូវការដែលច្បាប់នេះបានរៀបចំមក
ទោះបីគាត់អត់មានកាតព្វកិច្ចក៏ដោយក៏ប៉ុន្តែបើគាត់អត់បានអនុវត្តនៅដ៏មានវត្តនៅ best practice នៃសន្តិសុខ cyber ជួនកាលទិន្នន័យគាត់ត្រូវបានបាត់ឬក៏គេត្រូវបាន hack ឬក៏គាត់ត្រូវបានបាត់លុយអញ្ចឹងតាមពិតឥឡូវខាងក្រសួងក៏ឃើញថាមានប្រជាពលរដ្ឋហើយ SME ជាច្រើនក៏ដែលគាត់មានការប្រុងប្រយ័ត្នជាងមុន បាទ ហើយក្រសួងនឹងបន្តផ្សព្វផ្សាយនឹងបន្តធ្វើការជាមួយនឹងវិស័យជនជាមួយសាធារណជនដើម្បីជំរាបពួកគាត់អំពីហានិភ័យទាំងអស់នេះហើយតើគាត់គួរប្រយ័ត្នយ៉ាងម៉េច បាទ ប៉ុន្តែសំខាន់ការយល់ដឹងហ្នឹងគឺយើងត្រូវបន្តរហូតហើយដើម្បីឆ្លើយសំណួរចិន្តាគឺអឺគាត់អាចអនុវត្តបដាហើយ បាទ ហើយបើថ្ងៃមុខនៅពេលដែលគាត់ក្លាយទៅជាក្រុមហ៊ុនធំមួយដែលគាត់ផ្ដល់សេវាសាររង្វាន់ essential service បាទ ដែលរដ្ឋាភិបាលកំណត់ថាអូក្រុមហ៊ុនហ្នឹងបើប្រតិបត្តិការhinder down មិនប្រតិបត្តិការ1ម៉ោង2ម៉ោងប៉ះពាល់ដល់ការអភិវឌ្ឍនៃប្រទេសជាតិគាត់គួរជាអង្គភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់នឹងពេលហ្នឹងគឺគាត់ ready ស្រាប់ បាទ ខ្ញុំសូមឲ្យឧទាហរណ៍មានធនាគារមួយចំនួនឬក៏ក្រុមហ៊ុនទូរស័ព្ទមួយចំនួនគឺគាត់បានទទួលវិញ្ញាបនបត្រការទទួលស្គាល់ពី ISO ហើយ បាទ ISO 27001ដែលជា standard សម្រាប់ information security បាទ សន្តិសុខព័ត៌មាននោះអញ្ចឹងយើងជឿជាក់ថាដោយសារតែ ISO បានមកចុះពិនិត្យមើលការប្រតិបត្តិរបស់គាត់ការអនុវត្តហើយបច្ចេកវិទ្យារបស់គាត់ហើយបានផ្ដល់ការទទួលស្គាល់ ISO 27001ហើយអញ្ចឹងយើងជឿថាมันមានការលំបាកពីគាត់ទេក្នុងការអនុលោមជាមួយនឹងច្បាប់នេះនៅពេលដែលច្បាប់នេះចេញពីព្រោះយើងក៏រៀបចំនិងសិក្សាធ្វើម៉េចឲ្យវាលំនាំតាម best practice ផងដែរ បាទអរគុណអាយដាមខ្ញុំសូមសង្ខេបតកតងមួយការពិភាក្សាយើងថ្ងៃនេះតិចអាយដាមបានជំរាបតកតងជាមួយនឹងបច្ចុប្បន្នភាពទៅលើច្បាប់ការសហប្រតិបត្តិការរវាងអន្តរក្រសួងក៏ដូចជាស្ថាប័នពាក់ព័ន្ធបាទវិស័យឯកជនដូចគ្នាផងដែរហើយច្បាប់ផងយើងគឺនឹងបាទ ready នៅក្នុងការឆ្លើយតបទៅជាមួយបទដ្ឋានគតិយុត្តបែបអន្តរជាតិដើម្បីធ្វើម៉េចឲ្យស្ថាប័នគាត់អាចអនុលោមទៅតាមច្បាប់អញ្ចឹងបាទហើយអាយដាមក៏បានជំរាបតកតងមួយនឹងច្បាប់ផ្សេងៗទៀតដែរនឹងចេញមកបន្ទាប់ពីច្បាប់ cyber អញ្ចឹងខ្ញុំសូមអាយដាមមានអនុសាសន៍បន្តិចដើម្បីយើងបិទនៅក្នុងកម្មវិធី podcast នេះបាទសូមជើញអាយដាម ជាចុងបញ្ចប់សូមអរគុណដែរដែលបានអញ្ជើញខ្ញុំក្នុងការចូលរួមក្នុងការចែកម្លែកអំពីសេចក្តីព្រាងច្បាប់ដែលក្រសួងប្រៃសណីទូតគមនាគមន៍យើងកំពុងរៀបចំអនុសាសន៍ចុងក្រោយរបស់ខ្ញុំគឺមានតែប៉ុណ្្នេះទេរឿងសន្តិសុខ cyber ក្តីកិច្ចការពារទិន្នន័យបុគ្គលក្តីជារឿងមួយដែលជារឿងរបស់យើងទាំងអស់គ្នាហើយគឺពិភពលោកគឺកាន់តែ digitalize គាត់កាន់តែធ្វើបរិវត្តកម្ម digitally transform ទៅមុខហើយជាពិសេសសម័យនេះគឺមានជាយុគសម័យ AI ទៀតដែលបង្កើតជាហានិភ័យថ្មីមួយទៀតដូចរឿងរូបភាពខ្លះយើងអត់ដឹងទេថារឿងពិតឬក៏មិនពិតបាទដូច្នេះអនុសាសន៍ចុងក្រោយអ្វីដែលខ្ញុំសូមអំពាវនាវគឺយើងទាំងអស់គ្នាមានការប្រុងប្រយ័ត្នជានិច្ចយើងដកទទួលយកនៅផលប្រយោជន៍នៃ digital ប៉ុន្តែយើងគួរបន្តតាមដានដើម្បីពង្រីកការយល់ដឹងរបស់យើងថាបច្ចេកវិទ្យា digital គឺវិវត្តដល់ណាហើយមានការប្រុងប្រយ័ត្នបើមើលទៅបើថាយើងតែមានអារម្មណ៍ក្នុងចិត្តថាដូចអត់ជឿទេអញ្ចឹងអាចកាន់ភ្ជាប់អារម្មណ៍នឹងបន្តិចហើយគួរ check បន្តទៀតអាច check ជាមួយនឹងសារព័ត៌មានក៏បានចេញនៅរឿងហ្នឹងមានណាគេនិយាយរឿងហ្នឹងនៅមានណាគេបាន verify ផ្ទៀងផ្ទាត់ថារឿងហ្នឹងពិតឬក៏មិនពិតអត់បាទហើយបើមានសារដែលផ្ញើមកចង់ឲ្យលុយឬក៏មើលទៅដូចរឿងល្អពេកអាហ្នឹងគឺអារម្មណ៍ហ្នឹងគួរចេញមកហើយហើយយើងគួរមានការប្រុងប្រយ័ត្នជានិច្ចហើយជាចុងបញ្ចប់គឺសូមអាចបន្តតាមដាននៅ page របស់ក្រសួងប្រៃសណីក្រសួងមហាផ្ទៃក្រសួងស្ថាប័ននៅក្នុងរដ្ឋាភិបាលរបស់យើងដែលយើងតែងតែផុសអំពីការវិវត្តការគម្រាមកំហែង cyber ថ្មីនឹងហានិភ័យថ្មីហើយរបៀបឆ្លើយតបអ្វីដែលយើងគួរប្រុងប្រយ័ត្នបាទសូមអរគុណអរគុណច្រើនអាយដាមនៅក្នុងការឲ្យជាអនុសាសន៍បាទកម្មវិធីយើងថ្ងៃនេះយើងក៏ទទួលបាននៅបទពិសោធន៍ជាច្រើនសង្ឃឹមថា
ជាប្រយោជន៍សម្រាប់សាធារណជនហើយខ្ញុំសូកចិន្តាជាអ្នកសម្របសម្រួលហើយអរគុណអាយដាមបណ្ឌិតកែវសុធីដូចគ្នាដែរក្នុងការចូលរួមថ្ងៃនេះអញ្ចឹងខ្ញុំជាមួយនឹងអាយដាមសូមអរគុណសូមជម្រាបលាបាទ